មុននឹងពួកយើងកាន់ចំណីអាហារបរិភោគពួកយើងត្រូវតែលាងដៃជាមួយនឹងសាប៊ូឬភេសជាមុនសិនលាងដៃទៅឲ្យយើងបើដៃយើងឃើញមេរោគអីហ្នឹងមែនអត់ដៃយើងមានមេរោគអីផងតោះញ៉ាំហើយគួយបើពួកយើងមើលមិនឃើញមេរោគមែនប៉ុន្តែមេរោគនៅតែមានគ្រប់ទីកន្លែងសូម្បីតែក្នុងខ្យល់អញ្ចឹងមែនហើយយើងទៅលាងដៃជាមួយសាប៊ូ